បាទប្រិយមិត្តទូទាំងជនអើដល់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋបាទចុះជួយអន្តរាគមន៍បាទដោយមានករណីគ្រោះថ្នាក់ចរាចរណ៍បរិសុទ្ធជនជាតិចិនម្នាក់បើករថយន្ត Toyota ព្រុងគ្រឿងដែលពាក់ស្លាកលេខភ្នំពេញពី VV 9484បាទដំបូងឡើយបើតាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលគាត់ជាអ្នកជាន់រងគ្រោះដែលជិះម៉ូតូហ្នឹងគឺបាទដំបូងឡើយនេះឃើញរថយន្ត Toyota ព្រុងដែលបើកបរដោយបរិសុទ្ធជនជាតិចិនបាទខាងលើហ្នឹងគឺបាទប៉ះនឹងម៉ូតូប្តីប្រពន្ធ2នាក់បាទនៅត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកឡទី3បាទហើយក៏បានបើកបន្តមកទៀតហើយមកបុកម៉ូតូបាទស្ត្រីម្នាក់ដែលជិះម៉ូតូ Vino ហ្នឹងដួលអូសច្រើនម៉ែត្រនេះតាមការបញ្ជាក់ពីស្ត្រីខាងលើបាទប្រិមិត្តស្ត្រីជាន់រងគ្រោះថាអូសច្រើនម៉ែត្របណ្ដាលគាត់រងរបួសខ្នងហើយរថយន្តហ្នឹងគឺបន្តមកមុខទៀតបាទពីនឹងបុកកង់3ទៀតតែកង់3ហ្នឹងបានគេចផុតបាទក្រោយមកត្រូវបានបងប្អូនជាបរិវត្តក៏ដូចជាកម្លាំងសមត្ថកិច្ចធ្វើការឃាត់បានស្រាប់តែបរិសុទ្ធជនជាតិចិនដែលបើករថយន្ត Toyota ព្រុសបាទមិនដឹងថាក្នុងស្ថានភាពយ៉ាងម៉េចទេបាទឥឡូវហ្នឹងគឺចុះពីលើរថយន្តមកគឺត្រឡប់ស្តុបកាត់មកតែម្ដងបាទបើកបុកគេហើយចុះពីលើរថយន្តត្រឡប់ខ្លួនឯងបាទឥឡូវយើងឃើញមកកមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចនឹងតារាសាំងបាទសូគីមិចតាមបណ្ដោយផ្លូវទីផនកាយនឹងផ្លូវម៉ៅតុងបាទស្ថិតនៅក្នុងសង្កាត់ទឹកឡទី3ខណ្ឌទូកោករ៉េតេរ៉េពេញគាត់កិច្ចតនបើគាត់កិច្ចតនទេ8មកតិចទៀតបាទចាំមកហ្នឹងជីកាក់ឲ្យដំបូងឡើងបុកនៅចំណុចណាដែរចៃមុខបោះអីគេអូបោះទឹកឡ3ហ្នឹងហ៎បោះមុនដំបូងហ្នឹងបុកអីគេដំបូងគេជិះឡើងឃើញពីប្តីប្រពន្ធមកគូហើយជិះម៉ូតូហើយហើយខ្ញុំតាមទី2អូចែកតង់ទី2ណាគេហើយគាត់មិនបងឈប់គាត់បន្តមកទៀតខាង3ហ្នឹងគាត់អត់កិច្ចហ្នឹងតិចអូកិច្ចកិច្ចតនម្ចាស់ឡានជនជាតិចិនខាងលើពេលដែលមុនឲ្យបុកបងស្រីហ្នឹងគឺគាត់បើកបោក្នុងស្ថានភាពលឿនប៉ុណ្ណាដែរបងលឿនមកហ្មងឬមិនដែរបងមកនេះអត់ដល់កលេងគាត់កលេងមកដល់បន្តបងហ្មងអូបងជាមួយម៉ូតូ12ម៉ែត្រខ្នងខ្ញុំបាទចាំមកចាយជិះម៉ូតូមួយណាវិញណៃនេះម៉ូតូដូចស្ប៉ាខាងលើបាទព្រមឃើញមកនឹងជាចាំតែគាត់ស្ត្រីខាងលើដែលគាត់ជាជាន់រងគ្រោះដែលជិះម៉ូតូ Vino បាទពាក់ស្លាកលេខបាទភ្នំពេញ1 CV 2767គាត់ជាអ្នករងគ្រោះទី2តាមការបញ្ជាក់បាទពីរូបគាត់ថាគាត់ទៀតតង់ទី2ហើយបាទតង់ទី1ហ្នឹងថារថយន្តហ្នឹងគឺបើកគៀនឹងម៉ូតូវិគ្រឿងជិះដោយប្តីប្រពន្ធ2នាក់បាទប៉ុន្តែប្តីប្រពន្ធ2នាក់ហ្នឹងដូចជាមិនមានរងការខូចខាតដូចជាមិនមានការរងរបួសទេហើយរថយន្តក៏បានព្យាយាមបើកមកបុកគាត់ទៀតបាទប្រិមិត្តបាទគាត់ថាគាត់តង់ទី2បាទហើយស្រាប់តែបងប្អូនជាពលរដ្ឋបាទនឹងកម្លាំងសមត្ថកិច្ចហ្នឹងដាច់ខាត់រថយន្ត Toyota ព្រុសបាទដែលបើកបរដល់បរិសុទ្ធជនជាតិចិនខាត់បានហើយស្រាប់តែអ្នកបើកបរហ្នឹងមិនដឹងថាយ៉ាងម៉េចចុះពីលើរថយន្តបាទហើយឡប់ស្ដុកកាប់មុខបាទនៅទីតាំងកន្លែងកើតហេតុតែម្ដងបាទប្រិមិត្តគេតាមបានទេគេតាមទេណាវិញគេតាមទេទូចទៅគេមានទៅទេនេះហើយលឺថាប៉ះទៅតាមទៅឃើញហើយជួងកែបាទបុកវ៉ាស់ជាមួយនឹងម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធ2នាក់ប៉ុន្តែដោយសារបាទម៉ូតូជិះដោយប្តីប្រពន្ធ2នាក់ហ្នឹងរងការខូចខាតតិចតួចហើយក៏បានម៉ូតូដំណើរទៅមុខបាត់ហើយបាទនៅតែម៉ូតូស្ត្រីតែគាត់ជិះម៉ូតូ Vino ហ្នឹងគឺបាទរងរបួសក៏ដូចជារងការខូចខាតនៅម៉ូតូរបស់គាត់ផងដែរហេតុការណ៍មកការភ្ញាក់ផ្អើលនេះនៅវេលាម៉ោងប្រហែលជា10:30នាទីយប់បាទថ្ងៃទី24ខែមេសាឆ្នាំ2026នេះបាទប្រិមិត្តបាទឥឡូវយើងឃើញនៅទីតាំងកន្លែងកើតហេតុគឺគាត់មានការភ្ញាក់ផ្អើលរបស់បងប្អូនជាពលរដ្ឋក៏ដូចជាកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាទចុះមកដល់ទីតាំងកន្លែងកើតហេតុនេះផងដែរ